บักชมบาดพนาอนุญาตกรุบหนึ่งจุดสู้บอมโอนตุสนิกชนจิตีกรุบรับอ่านขณะเป็นนิกชมบาดบานบาดดอกเกษตรทานลุงประสดักก้อนระบอบโลกลิมเพงได้สถัดในดับบอนลุงประสดักก้อนแต่มาดองได้มีตีตังสถัดในคมโดนไตสรกเป็นยีกลายไข่ตะบงขมบัดโลกลิมเพงจีเกษตรกรกลุ่มรู้ได้โลกบาดเจริญกาดำดำนำจิจราประเภทมีต่างปีตะสะปะแอมមានតាំងពីពេញប៉ោះឈើរីនិងដំណាំជាច្រើនដែលលោកបានជ្រើសរើសការដាំនៅក្នុងផ្ទះសំណាញ់ដោយបច្ចេកទេសថ្ងៃនេះគឺខ្ញុំនាំអារម្មណ៍បងប្អូនទស្សនិកជនយល់ដឹងអំពីការដាំនៅតសក់ផ្អែមបាទរបស់លោកលឹមភេងបងដែរបាទសូមជម្រាបសួរបាទជំរាបសួរបាទហ្នឹងហើយបងឃើញថ្ងៃនេះមកដល់ទីតាំងបងតតែម្ដងឃើញការដាំនៅតសក់ផ្អែមចង់ដឹងប្រភេទតសក់នេះបងមានប្រភពមកពីណាហើយហេតុអ្វីបានបងជ្រើសរើសការដាំតសក់ផ្អែមនេះផងបាទសូមជូនបងបាទចំពោះតសក់ផ្អែមនេះគឺវាមានប្រភពមកពីប្រទេសម៉ាឡេបាទហើយមូលហេតុដែលខ្ញុំជ្រើសរើសយកតសក់ផ្អែមនេះមកដាំគឺទី1តសក់ផ្អែមនៅស្រុកខ្មែរយើងវាអត់តន់ទូលំទូលាយបាទហើយណាមួយយើងគិតថាតសក់ផ្អែមវាជាប្រភេទផ្លែឈើមួយដែលកម្របាទហើយទី1ទៅលើរសជាតិវាបាទលើរសជាតិបាទចង់ដឹងបងអត់អីបានបងជ្រើសរើសទីតាំងនេះដាំហើយប្រវត្តិនៃការដាំរបស់បងនឹងរយៈពេលប្រហែលឆ្នាំហើយដែលជ្រើសរើសនៅតសក់វ៉ាឡុននេះយកមកដាំបាទយើងចាប់ផ្ដើមដាំមីឡុននេះរយៈពេល3ឆ្នាំហើយបាទហើយមូលហេតុដែលយើងជ្រើសរើសយកមីឡុននេះមកដាំគឺដោយសារមានដូចថាខ្ញុំបានទៅប្រទេសម៉ាឡេហើយឃើញខាងបងប្អូននៅម៉ាឡេគាត់ដាំមីឡុននេះហើយមានរសជាតិផ្អែមឆ្ងាញ់បាទអញ្ចឹងធ្វើឲ្យខ្ញុំមានចិត្តមួយថានៅខ្មែរយើងក៏មិនមែនអត់មីឡុនដែរប៉ុន្តែអត់សូវផ្អែមបាទអញ្ចឹងដល់ពេលខ្ញុំទៅហូបរបស់គេនៅម៉ាឡេគឺផ្អែមបាទអញ្ចឹងបានធ្វើឲ្យខ្ញុំមានចិត្តមួយថាខ្ញុំនឹងដាំមីឡុនដែលមានរសជាតិផ្អែមដើម្បីលក់នៅក្នុងប្រទេសកម្ពុជាយើងបាទដំណើរការរយៈពេល3ឆ្នាំមកនេះចំពោះការដាំអញ្ចឹងបទពិសោធន៍បងក៏រៀងច្រើននៅក្នុងការដាំតសក់មីឡុននេះដែរបងអាចជម្រាបជូនទេការជ្រើសរើសដាំនៅក្នុងផ្ទះសំណាញ់ហើយខ្ញុំមកនេះឃើញមានកញ្ចប់ដែលមិនមែនជារងតើការដាំបែបនេះវាផ្ដល់ទិន្នផលខ្ពស់ជាងដាំរងដីធម្មតាឬក៏យ៉ាងណាដែរបាទពាក់ព័ន្ធមួយការដាំដុះនៅលើបច្ចេកទេសដែលយើងដាំនៅក្នុងថង់ដែលមានជាតម្រនេះគឺវាជួយប្រយោជន៍ច្រើនសម្រាប់យើងដាំដោយសារទី1វាការពារពួកមេរោគផ្សិតនៅក្នុងដីបាទហើយវាជួយស្រួលគ្រប់គ្រងទឹកបាទហើយនឹងផ្ដល់ជីឲ្យវាទៅតាមអ្វីដែលវាត្រូវការបាទអញ្ចឹងយើងសាកល្បងដាំនៅលើដីវាជួបបញ្ហាច្រើនទី1ទៅលើពពួកមេរោគនៅលើដីដែលយើងសម្រាប់អត់អស់វាអាចឈឺច្រើនហើយយើងដាំនៅក្នុងថង់នេះគឺវាទី1គឺយើងអត់សូវបាត់បង់ទិន្នផលដែលយើងដាំដុះហ្នឹងវាអាចបានភាគរយខ្ពស់ដូចជា80ទៅ90%យើងស្រួលគ្រប់គ្រងបាទស្រួលគ្រប់គ្រងនៅលើទឹកជាពិសេសគឺនៅលើទឹកទឹកសំណើមវាពេលណាយើងដាំនៅដីវាជួបបញ្ហាពេលណាដែលក្តៅវាអាចដីហ្នឹងវាឆាប់ស្ងួតពេលណាភ្លៀងវាសំណើមវាលើសអញ្ចឹងអានេះយើង control បានដោយសារបច្ចេកទេសនេះគឺយើងដាំពពួកគេថាតំណក់ទឹកបាទប្រើតំណក់ទឹកជាឲ្យផ្ដល់ឲ្យវាក្នុងមួយថ្ងៃ5ដងមួយថ្ងៃ5ដងបាទយើងផ្ដល់ទឹកឲ្យវាមួយថ្ងៃ5ដងបាទអញ្ចឹងមានថាក្នុងកញ្ចប់ថង់នេះត្រូវសើមរហូតសើមសំណើមវាអាចចន្លោះពី40ទៅ60បាទ40ទៅ60%សំណើមបាទអញ្ចឹងអាយុកាលនេះប្រហែលខែនេះបងបាទអានេះអាយុកាលវា40ថ្ងៃ40ថ្ងៃបាទ40ថ្ងៃក្នុងមួយដើមយើងទុកបានផ្លែប្រហែលផ្លែដែរក្នុងមួយដើមជាទូទៅយើងអាចទុកបានតែមួយផ្លែទេមួយដើមមួយផ្លែបាទមួយដើមមួយផ្លែទេបើយើងទុក2ក៏បានប៉ុន្តែវាផ្លែវាអត់ធំបាទមានន័យថាបើសិនជាយើងទុក1វាអាចដល់1គីឡូកន្លះទៅ
2 គីឡូកន្លះតែបើយើងទុក2វាអាចបានត្រឹម1គីឡូ បាទ បាទ8ខាំអីទេវាអាចបានដល់1គីឡូកន្លះទេ បាទ បាទ ចុះយើងអាចដាំខែណាបានខ្លះដែរ បាទជាទូទៅបើយើងដាំនៅក្នុងរោងសំណាញ់នេះគឺវាមានអត្ថប្រយោជន៍នៅក្នុងការដាំមានន័យថាយើងដាំវិលជុំហ្នឹងគឺគ្រប់រដូវមិនថារដូវប្រាំងរដូវវស្សា បាទ បាទអញ្ចឹងអត្ថប្រយោជន៍ដែលយើងដាំនៅក្នុងផ្ទះសំណាញ់នេះគឺវាការពារបានចំពោះខែវស្សាគឺទឹកភ្លៀង បាទ អញ្ចឹងបើសិនជាយើងដាំនៅរដូវវស្សាវាមានភ្លៀងគឺការដាំដុះរបស់យើងគឺអត់បានហ្មង បាទ បាទអត់បានទេគឺវាជួបបញ្ហាច្រើនចំពោះភ្លៀងបាទដល់ពេលដែលយើងដាំនៅក្នុងរោងសំណាញ់គឺភ្លៀងមកគឺវាអត់ចូលប៉ះតសក់អញ្ចឹងវាចេញទៅក្រៅហើយយើងមានប្រព័ន្ធបន្លាយទឹកប្រហូរចេញទៅវានិយាយទៅវាងាយស្រួលថាក្នុងមួយឆ្នាំយើងអាចដាំបាន4 ដងឬ 3 ដង បាទ បាទយើងហើយក្នុងមួយដងយើងដាំចាយពេល3 ខែ បាទ 3 ខែ អញ្ចឹងពីម្ដងមកដាក់កូនមកប្រមូលផល បាទ តែ3ខែ 3 ខែអញ្ចឹងយើងគុណមើលយើងអាចដាំបាន4 ដងក្នុងមួយឆ្នាំប៉ុន្តែបើសិនជាយើងដាំពូជយូរយ៉ាងនេះយើងអាចដាំបាន3 ខែ បាទអញ្ចឹងអាថង់ដែលយើងដាំនេះអាចដាក់ឡើងវិញស្ដាប់ឡើងវិញសារថ្មីបង ចំពោះថង់នេះគឺយើងអាចពេលដែលយើងប្រមូលផលវាហើយ បាទ យើងចាក់សកៃដូនហ្នឹងហាលថ្ងៃដើម្បីសម្រាប់មេរោគវាហើយយើងយកថង់នេះទៅលាងជាមួយនឹងទឹកសម្អាតវាហាលថ្ងៃឲ្យស្ងួតហើយយើងយកមកច្រកសកៃដូងហ្នឹងដាំឡើងវិញបាន អូបាទ គេហៅផ្កាញី បាទ បាទផ្កាញីគឺវាមានពកចេញពីថ្នែងស្លឹកមកវាមានពកបាទវាមានពកបាទហើយអញ្ចឹងប្រភេទផ្កាឈ្មោលដែលយើងត្រូវយកផ្កាឈ្មោលមកបង្កាត់ជាមួយផ្កាញីគឺប្រភេទផ្កាឈ្មោលគឺវាជាប់នៅនឹងដើមតងស្លឹកអញ្ចឹង អូ បាទហើយវារីកអញ្ចឹងវារីកហើយជើងវាគឺដូចចង្កឹះ បាទ បាទទូចអត់មានកំពង់ទេបាទអញ្ចឹងយើងហែកផ្កាឈ្មោលអញ្ចឹងមកដើម្បីយើងយកលំអងវាមកផ្ដិតជាមួយនឹងលំអងញីនេះយើងផ្ដិតអញ្ចឹងមក បាទ យើងផ្ដិតអញ្ចឹងមកអញ្ចឹងមានន័យថាយើងផ្ដិតអញ្ចឹងលំអងនេះវាធ្លាក់ចូលគ្នាយើងវាអាចបង្កាត់ឲ្យក្តាប់នឹងជាប់ បាទ បាទអញ្ចឹងយើងត្រូវក្តិចដើម្បីចំណាំក្តិចត្រួយនេះកុំឲ្យលូតបាទនៅស្លឹក មានថាយើងដាក់បានតែម្ដងទេ បាទមានន័យថាយើងអាចធ្វើ2 ដង បាទ បើយើងអត់ទុកចិត្តថាលំអងហ្នឹងវាអត់សូវល្អយើងអាចយកផ្កាឈ្មោលមួយទៀតមកបង្កាត់នៅលើកទី2 បាទ បាទដើម្បីយើងច្បាស់ថា2 ដងគឺវាល្អជាង1 ដង បាទ បាទហើយផ្កាញីពេលណាដែលវាចាប់ផ្ដើមបង្កាត់ហើយវានឹងស្វិតផ្កាហ្នឹងក្តោបមកវិញរយៈពេល3ថ្ងៃវាចាប់ផ្ដើមរីក រីកផ្លែ បាទរីកផ្លែក្តាប់នេះនៅក្នុងនេះរីក យើងអនុវត្តបែបនេះគ្រប់តែដើមទៅបងណា ទូទាំងអស់ ទាំងអស់ បាទទាំងអស់បើយើងអត់បង្កាត់បើយើងអត់យកផ្កាឈ្មោលមកលំអងផ្កាឈ្មោលមកបង្កាត់មួយលំអងផ្កាញីទេគឺក្តាប់ហ្នឹងនឹងខូច អូ ក្តាប់ហ្នឹងនឹងខូចនឹងវានឹង បាទ តែ2 3ថ្ងៃទេវាលឿងតែវាក្តោបផ្កានេះវិញហើយវាក្តោបផ្កានេះហើយគឺវាលឿងនេះវាក្តោបអញ្ចឹងហើយតែ2 ថ្ងៃអីទៀតវាត្រូវលឿងបើសិនជាវាអត់ជាប់វាលឿង អូ វាលឿងគឺចោលហើយ បាទ តែបើសិនជាវា2 ថ្ងៃទៀតវាចាប់ដើមរីកគឺវាជាប់ហើយ បាទ បាទអញ្ចឹងភាគច្រើនបើយើងបង្កាត់គឺជាប់តែបើយើងអត់បង្កាត់បើមានសម្ោចពួកសម្ោចខ្មៅបើក្នុងរោងនឹងមានពួកសម្ោចខ្មៅយើងអត់ប៉ះពាល់សម្ោចខ្មៅទេព្រោះសម្ោចខ្មៅនឹងវាផ្ដល់ប្រយោជន៍មួយគឺវាដឹកនាំលំអងផ្កាញីហ្នឹងមកលំអងផ្កាឈ្មោលមកផ្កាញី បាទ វាបាទវាវិលជុំជួនកាលវាយកពីអាញីទៅឈ្មោលយកអាញីឈ្មោលមកញី បាទ វាវិលជុំ ដូចនៅខាងក្រៅដោយសัตว์ឃ្មុំ បាទសត្វឃ្មុំហើយមួយទៀតវាដោយសារបរិយាកាសខ្យល់ បាទ ខ្យល់បក់មកវាអាចធ្លាក់បាទវាអាចធ្លាក់មកនិយាយទៅវាជាប្រភេទថាលំអងឈ្មោលរត់លំអងញីទេ បាទ ពេលណាដែលខ្យល់បក់ផាត់ចុះឡើងលំអងឈ្មោលវាត្រូវជ្រុះដើម្បីធ្លាក់មកគឺទៅវាថាវារត់រកគ្នា បែបធម្មជាតិ បាទបែបធម្មជាតិគឺរត់រកគ្នាមិនមែនឥឡូវជាក់ស្ដែងវាមិនអាចថាវាមិនអាចថាផ្កាឈ្មោលនៅហ្នឹងផ្កាញីហ្នឹងវាមិនអាចលំអងធ្លាក់មកបានទេអញ្ចឹងវាថាវារត់រកគ្នាមក បាទ របៀបភាពថាឈ្មោលនឹងញីវាត្រូវនៅមួយគ្នា បាទហើយ បាទអញ្ចឹងពេលណាវាធ្លាក់លំអងឈ្មោលមកគឺវាត្រូវតែមានថាទំនាញមួយគឺត្រូវថារត់មករលំអងញី បាទប៉ុន្តែយើងដាំតាមបច្ចេកទេសយើងត្រូវរៀបតាមបច្ចេកទេសយើងត្រូវដាក់ បាទដោយសារយើងនៅក្នុងរោងសំណាញ់វាអត់មានខ្យល់ចេញចូលដូចខាងក្រៅទេវាហហប់អញ្ចឹងបើយើងមិនប្រកាត់វាក៏វាជាប់ដែរតែជាប់ហេងសយ បាទ ជាប់ហេងសយតែបើយើងប្រកាត់វាគឺ100% បាទ 100%គឺហើយយើងរើសបានទៀតនៅក្នុងត្រួយទីប្រមាណឧទាហរណ៍យើងទុកត្រួយទី10
12យើងអាចទុកបានយើងបង្កាត់បានបើយើងចង់ទុកលើហ្នឹងយើងកុំបង្កាត់អាក្រោមយើងបង្កាត់អាលើក៏វាជាប់ដែរ បាទ ជាប់ ខែម៉ានអាចប្រមូលផលបង យើងអាចប្រមូលផលចន្លោះពេលចូលឆ្នាំខ្មែរ បាទ ចូលឆ្នាំ ខែខ្ទង់ខែ4ហ្នឹង វាងឥឡូវនេះថ្ងៃបាទខ្ទង់ ចុងខែ3ដើមខែ 4 បាទអូចឹងចិត្តដល់យើងខែនេះខែ2ហើយ បាទពេល ហើយឃើញថាល្អបាទគុណប្រយោជន៍មួយទៀតគឺគុណប្រយោជន៍នៅក្នុងការដាំនៅផ្ទះសម្ដាញ់ បាទធ្វើឲ្យបងអាចដាំបានវិលជុំខ្ញុំចង់ដឹងអំពីតម្លៃទីផ្សារនៅលើទីផ្សារយ៉ាងម៉េចដែរបង បាទពាក់ព័ន្ធមួយតម្លៃលើទីផ្សារសប្តាហ៍ថ្ងៃនេះគឺយើងលក់បាន1គីឡូ 10000 បាទ បាទភាគច្រើនជាទូទៅយើងលក់បាន10000 បាទ 1គីឡូ ហើយបងមកដល់ពេលនេះគោលដៅបោះទៅដល់ណាខ្លះហើយ សម្រាប់ម៉ួយដែលយើងបោះទៅនឹងមានទីតាំងភ្នំពេញដូចជាខាងអ៊ីអនហើយនឹងហាងសៃមុំហើយនឹងផ្សារម៉ាតផ្សេងទៀត បាទអញ្ចឹងល្អមែនតើសម្រាប់បងប្អូនប្រជាពលរដ្ឋរបស់យើងដែលមិនទាន់បានភ្លក់រសជាតិនៅតសក់មីឡុនបាទដែលជាប្រភេទតសក់ផ្អែមកុំភ្លេចជាមួយនឹងកសិដ្ឋានលូងបស្ដេចកនរបស់បងលឹមហេងទីតាំងគឺនៅតំបន់លូងបស្ដេចកនរបស់យើងនឹងតែម្ដងមិនបងប្អូនខ្លះគាត់អត់ដឹងថានៅត្បូងឃ្មុំយើងមានដាំតសក់នឹងទេព្រោះអីកម្រមានអ្នកដាំសំបីតែពេញប៉ោះ cherry ដែលបងដាំនៅក្នុងបរិវេណហ្នឹងក៏កម្រមានបងប្អូនបានដឹងដែរឥឡូវនេះគឺខ្ញុំបានផ្ដិតយករូបភាពហើយនឹងបងបានជម្រាបជូនទៅហើយខ្ទង់ខែដើមខែ4អីអាចប្រមូលផលបងប្អូនចង់ភ្លក់រសជាតិអីគឺអាចសាកតាក់ទងជាវពីបងប្រុសបានបាទអរគុណច្រើនបងសម្រាប់ការផ្ដល់កិច្ចសម្ភារមកកាន់ក្រុម